ជួបគ្នាសាជាថ្មីម្ដងទៀតនៅលើ page EE Supply Cambodia ថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីការជ្រើសរើសទៅលើផលិតផលដែលមានគុណភាពនិងផលិតផលដែលមិនមានគុណភាពមានចំណុចចំនួន8ដែលបងប្អូនគួរដឹងមុនទិញផលិតផលទី1គឺយើងឆែកទៅលើការវេចខ្ចប់របស់ផលិតផលនីមួយៗដោយសារតែផលិតផលនីមួយៗដែលជារបស់ original គឺវាវេចខ្ចប់ដោយប្រុងប្រយ័ត្នដែលវាមានទាំង brand logo ទាំង label ទាំង serial number ដែលវាបិទនៅលើប្រអប់ហើយនឹងទៅលើ product អញ្ចឹងបងប្អូនអាចឆែកទៅលើទាំងប្រអប់នៅខាងក្រៅហើយផលិតផលនៅខាងក្នុងថាវាមាន label ឬក៏មានអ្វីដែលជាចំណាំអត្តសញ្ញាណរបស់ brand នីមួយៗនៃសម្ភារៈអគ្គិសនីហ្នឹងទី2យើងត្រូវដឹង verify ទៅលើ manufacturing marking អញ្ចឹងនៅកន្លែងតាក់ទងទៅនឹង part គឺតែងតែមាន logo វាច្បាស់ឬក៏ barcode ឬក៏ model number ដែលវាត្រូវទៅនឹងក្រុមហ៊ុនដែលបានលក់សម្ភារៈទាំងអស់ហ្នឹងគឺវាដូចគ្នាអញ្ចឹងគឺបើសិនជាវាដូចគ្នាគឺមានន័យថាផលិតផលគឺវាតែមួយឯងប៉ុន្តែបើសិនជាយើង verify ទៅលើអ្វីដែលជាក្រុមហ៊ុន original គាត់ label ហ្នឹងអត់ត្រូវទេគឺមានន័យថារបស់ហ្នឹងគឺមិន original ទេក៏ប៉ុន្តែខ្ញុំចង់បង្ហាញបន្ថែមបងប្អូនទាំងអស់គ្នាកុំឲ្យមានការយល់ច្រឡំរវាងផលិតផលពីប្រទេសមួយទៅប្រទេសមួយអញ្ចឹងយើងវាមាន website ផ្សេងៗគ្នាក្នុងការលក់ផលិតផលទៅតាមក្រុមហ៊ុននីមួយៗអញ្ចឹងតើយើងថាផលិតផលនឹងដឹងផលិតផលនឹងមកពីប្រទេសណាយើងឆែកទៅលើ website official website របស់ផលិតផលនោះយើងនឹងឃើញ model របស់វាតែបើសិនជាអត់ឃើញទេគឺមានន័យថារបស់នោះប្រកាសជា fake 100%តែម្ដងទី2គឺយើង purchase from the authorized dealer អញ្ចឹងយើងគួរតែស្វែងរកទៅលើអ្នកណាដែលគេលក់ទលំទលាយអញ្ចឹងមានអ្នកដែលទិញច្រើនមានអ្នកសួរនាំច្រើនគឺយើងអាចទុកចិត្តបានក្នុងការទិញសម្ភារៈទាំងអស់ហ្នឹងមកប្រើប្រាស់ដោយមានសុវត្ថិភាពអញ្ចឹងមិនថានៅ EE Supply ទេឬក៏អ្នកផ្សេងទេអញ្ចឹងបងប្អូនអាចពិចារណាបានថាយើងលក់ដោយមានទំនុកចិត្តហើយនឹងទិញដោយមានទំនុកចិត្តអញ្ចឹងគឺយើងនឹងអត់ខុសទេហើយទី4តកតូនទៅនឹងយើង compare ជាមួយទៅនឹង data sheet របស់ product នីមួយៗដែលក្រុមហ៊ុនបានផុសនៅលើ website របស់ពួកគាត់អញ្ចឹងយើងអាចគិតទៅលើទម្ងន់គិតទៅលើ material គិតទៅលើ quality របស់វាថាតើវាខុសគ្នាអត់តែបើសិនជាដូចតែគ្នាទេហើយយើងអាចដឹងបានតាមរយៈបាទគឺ scan QR code ឬក៏មានគេហៅថា label របស់វាបិទចំណាំនៅលើ product នីមួយៗអញ្ចឹងនៅពេលដែលយើង scan QR code ខ្ញុំតែងតែបង្ហាញដែរនៅក្នុងវីដេអូនីមួយៗកន្លងទៅគឺ QR code នៅលើ product ទាំងអស់មិនថា Schneider ឧទាហរណ៍ Schneider Mitsubishi Fuji ឬក៏ any other product គឺវាមាន indicate ទៅលើ QR code ទាំងអស់នៅតាម product មួយហើយនៅពេលដែលបងប្អូន scan ទៅគឺ scan ទៅឃើញនឹង data sheet របស់ product នោះអញ្ចឹងឯងអញ្ចឹងដើម្បីបញ្ជាក់ថាវាគឺជារបស់ original ហើយបន្តមកទៀតតកតងនឹងការ test performance គឺនៅពេលដែលបងប្អូនយកវាទៅប្រើពេលដែលទិញហើយយកវាទៅប្រើហើយតើគុណភាពរបស់វាដំណើរការរលូនដែរអត់នៅពេលដែលយើងមុននឹងទិញ confirm code ពេលដែលយើងបានទទួល receive ហើយយើងចាប់ផ្ដើមប្រើប្រាស់ហ្នឹង spec ហ្នឹងហើយវាត្រូវនឹងអ្វីដែលយើងត្រូវការដែរឬអត់ឬក៏ពេលដែលដំណើរការវារ៉ារ៉ូអាហ្នឹងយើងត្រូវតែយកមកពិភាក្សាជាមួយទៅនឹងអ្នកដែល supply យើងកន្លងទៅនឹងឯងកុំឲ្យមានការសង្ស័យមិនទៅសង្ស័យថែមអញ្ចឹងនៅ EE Supply ក៏ដូចគ្នាដែរអញ្ចឹងបើសិនជាបងប្អូនមានបញ្ហានៅពេលដែលទិញសម្ភារៈពីយើងទៅអញ្ចឹងបងប្អូនអាចទំនាក់ទំនងមកយើងវិញហើយជាពិសេសតទៅនឹង contactor ឬក៏ circuit breaker អញ្ចឹងមិនបាច់ភ័យទេបងប្អូនបើសិនជាមានបញ្ហាពីខាងយើងទៅគឺយើងនឹងធានាជូនថាបើមានបញ្ហាមកប្រាប់យើងវិញយើងនឹងរកវិធីសាស្ត្រដោះស្រាយឲ្យឬក៏ប្រូថ្មីឲ្យតែម្ដងបើសិនជាករណីក្នុង limit របស់យើងដែលយើងអាចធ្វើបានអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់សង្ស័យទាក់ទងទៅនឹងការជ្រើសរើសផលិតផលខ្លាចប៉ះចំរបស់ខ្លាំងខ្លាយហើយប៉ះចំរបស់ original ហ៎អញ្ចឹងមួយទៀតខ្ញុំចង់បន្ថែមមួយទៀតទាក់ទងនឹងតម្លៃអញ្ចឹងបងប្អូនពេលខ្លះតម្លៃក៏ធ្វើឲ្យយើងនឹងរសើបក្នុងការគិតដែរគឺមានន័យថារបស់ brand មិនមែនមានន័យថាតតែថ្លៃពេកទេហើយពេលខ្លះរបស់ brand គឺมันអាចថោកពេកបានដែរអញ្ចឹងយើងត្រូវគិតលើចំណុចហ្នឹងដែរថាតើបើសិនជាវាថោកពេកវាជារឿងដែលគួរឲ្យយើងសង្ស័យដែរប៉ុន្តែយើងគិតទៅលើចំណុចទាំងប្រមាណបន្ថែមបន្តទៀតដើម្បីឲ្យដឹងថាវា fake មែនឬក៏ original អញ្ចឹងពេលខ្លះរបស់ខ្លះវាថ្លៃពេកអញ្ចឹងអានឹងអាស្រ័យទៅលើអ្នកលក់ដែរហើយថ្លៃហើយប្រយ័ត្នប៉ះរបស់ fake គឺយើងគិតទៅលើចំណុចផ្សេងៗដែលយើងបាននិយាយគ្នាកន្លងទៅនឹងផងដែរអញ្ចឹងអរគុណជួបគ្នានៅវីដេអូក្រោយសង្ឃឹមថាបងប្អូននឹងបានយល់អំពីការជ្រើសរើសនិងការមើលផលិតផលកុំឲ្យប៉ះចំរបស់ខ្លាំងខ្លាយសូមជួបគ្នានៅវីដេអូក្រោយសង្ឃឹមថាបងប្អូននឹងប៉ះចំរបស់ល្អៗទាំងអស់គ្នាអរគុណបាយបាយ